លោកសាស្ត្រាចារ្យឡុងបូរិនដែលជាទីប្រឹក្សាមជ្ឈមណ្ឌលវឹកវើនិងអភិវឌ្ឍសហគ្រិនភាពនៃវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាបានផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់និងជាប្រវត្តិសាស្ត្រដើម្បីធ្វើបទបង្ហាញនៅការរុករកស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យទៅលើបរិបទនៃការសិក្សាជំនាញវិជ្ជាជីវៈហើយជាពិសេសគឺផ្ដោតទៅលើការសិក្សាផ្នែកហិរញ្ញវត្ថុគណនេយ្យនៅក្នុងនោះលោកសាស្ត្រាចារ្យក៏បានធ្វើបទបង្ហាញនៅចំណុចសំខាន់ខ្លះផងដែរទី1គឺការយល់ដឹងនៅរបត់កំហើញនៃការអប់រំនៅក្នុងយុគសម័យថ្មីហើយនឹងបច្ចេកទេសថ្មីដើម្បីឲ្យការសិក្សាមានប្រសិទ្ធភាពជាងមុនហើយរួមបញ្ចូលជាមួយនឹងការបត់បែននៃការសិក្សាចំណុចទី2គឺលោកចង់និយាយអំពីតម្រូវការរបស់និយោជកគឺការយល់ដឹងនៃបរិបទនិយោជកមានតម្រូវការយ៉ាងដូចម្តេចដែរនិងទី3នោះគឺក៏មានការធ្វើសមាហរណកម្មរវាងចំណុចទី1និងចំណុចទី2ហើយនៅក្នុងរបត់នៃការបត់បែននៃការសិក្សាលោកក៏បានលើកឡើងចំណុចមួយចំនួនទៀតទាក់ទងទៅនឹងវិធីសាស្ត្រថ្មីមានដូចជាបច្ចេកវិទ្យាចូលរួមចាផងដែរក៏ត្រូវតែមានបច្ចេកវិទ្យាក្នុងការចូលរួមផងដែរក្នុងនោះទិដ្ឋភាពកន្លងទៅគឺការបង្រៀនក្នុងថ្ងៃទី1និងថ្ងៃត្រូវតែចេះនៅថ្ងៃទី1ក៏ប៉ុន្តែទិដ្ឋភាពថ្មីខ្លះខ្លឹមសារបង្រៀននៅថ្ងៃទី1ក៏អាចមាននៅក្នុងថ្ងៃទី1ហើយនិងថ្ងៃទី2ថែមទៀតអញ្ចឹងនេះគឺជាការបញ្ជាក់មួយផងដែរនៅពេលដែលជាការចែករំលែកនៅចំណេះដឹងហើយនៅក្នុងចំណុចនោះដែរលោកសាស្ត្រាចារ្យឡុងបូរិនក៏បានលើកឡើងថាការសិក្សាឬការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈធ្វើយ៉ាងណាឲ្យមានការឆ្លើយតបទៅនឹងតម្រូវការរបស់និយោជកដូច្នេះហើយតើតែមានការយល់ដឹងនៃរបបកំហើញថ្មីនិងការយល់ដឹងនៃនិន្នាការថ្មីរបស់និយោជកពិតប្រាកដគឺពិតជាមានសារៈសំខាន់លោកក៏បានបង្ហាញទៅលើផ្នែកធនធានមនុស្សនៅក្នុងអាជីវកម្មក៏ដូចជាក្រុមហ៊ុនក៏ត្រូវតែមានផ្នែកធនធានមនុស្សដែលមានភារកិច្ចមើលទៅលើការវាយតម្លៃការវាស់ស្ទង់សមត្ថភាពនិងការអភិវឌ្ឍបុគ្គលិកហើយលោកក៏បានបន្ថែមផងដែរថានិយោជកតែងតែចង់បានការវិនិយោគមួយទៅលើបុគ្គលិកដែលមានសមត្ថភាពចាកាលណាពួកគាត់មានសមត្ថភាពក៏ពួកគាត់អាចធ្វើឲ្យស្ថាប័នមួយនោះមានការរីកចម្រើនផងដែរ